Hello អ្នកនរគ្នាថ្ងៃនេះដែរយកមកសម្រាយទៅកាន់សាច់រឿងមួយដែលមានចំណងជើងថាអធិរាជចាប់ជាតិជាស្រីមុននឹងចូលទៅកាន់វីដេអូរបស់យើងសូមបងអ្នកនរគ្នាជួយ like និង comment មកកាន់វីដេអូរបស់ខ្ញុំម្នាក់មួយផងទោះបីជា comment អ្វីក៏ដោយក៏ខ្ញុំនឹងព្យាយាមតបទៅកាន់អ្នកនរគ្នាផងដែរអញ្ចឹងកុំឲ្យខាតពេលវេលាអ្នកនរគ្នាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅអ៊ីក្លីគឺជាអធិរាជនៃរាជាណាចក្រមួយអស់រយៈពេលជាយូរមកហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់គាត់នៅពេលដែលគាត់បិទភ្នែកទទួលនៅសេចក្តីស្លាប់របស់គាត់ក៏ស្រាប់តែលេចឡើងជាមួយនឹងពន្លឺមួយដែលបានកោះហៅឈ្មោះគាត់ហើយពន្លឺនោះគឺជាទេពធីតាម្នាក់ដែលមានឈ្មោះថាអាលីស្ទានាងបាននិយាយថាខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចជួយលោកនៅពេលចុងក្រោយរបស់លោកដោយសារតែលោកគឺជាស្ដេចយ៉ាងល្អម្នាក់ដែលគ្រប់គ្រងប្រជាជននិងធ្វើឲ្យប្រជាជនទាំងអស់មានសេចក្តីសុខនៅក្រោមការគ្រប់គ្រងរបស់លោកហើយនាងបានរំលឹកគាត់អំពីការខិតខំរបស់គាត់តាំងពីដើមក្នុងនាមជាអ្នកប្រយុទ្ធម្នាក់ដែលប្រយុទ្ធការពារប្រជាជនរបស់ទ្រង់ហើយទ្រង់បានធ្វើវាដោយមិនខ្លាចនៅហត់នោះឡើយនៅពេលនេះនាងនឹងឲ្យគាត់ចាប់ជាតិសារឡើងវិញមិនយូរប៉ុន្មានបន្ទាប់ពីគាត់បានបើកភ្នែករបស់គាត់ឡើងគឺឃើញថាគាត់ក៏ត្រូវបានកើតនៅក្នុងគ្រួសារអភិជនមួយហើយឪពុករបស់គាត់គឺជាមេតបនិងជាអ្នកគ្រប់គ្រងនៅក្នុងទីក្រុងមួយហើយឪពុករបស់គាត់គឺមានឈ្មោះថាឡាក់និងម្ដាយរបស់គាត់គឺមានឈ្មោះថាសេរីណាបន្ទាប់ពីនោះមកគឺបានដឹងថាឪពុកម្ដាយរបស់គាត់នឹងក៏ពិតជាសប្បាយចិត្តខ្លាំងមែនតែបន្ថែមពីនេះពួកគេទាំងពីរនាក់បានដាក់ឈ្មោះគាត់ដោយទៅនឹងឈ្មោះចាស់របស់គាត់គឺអ៊ីក្លីលៀមនោះម្ដាយរបស់គាត់បាននិយាយថាមើលទៅកូនស្រីរបស់យើងក៏ពិតជាស្រស់ស្អាតណាស់បន្ទាប់ពីម្ដាយរបស់គាត់និយាយបែបនេះទើបគាត់បានដឹងថាគាត់ក៏ត្រូវបានកើតជាក្មេងស្រីរឿងនេះគឺធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនតែនគាត់ក៏ស្ទើរតែមិនជឿនឹងខ្លួនឯងថាគាត់កើតជាស្រីនោះឡើយមិនយូរប៉ុន្មានសេរីណាក៏បានដាក់អ៊ីក្លីឲ្យគេដេកនិងបានចាស់ចេញពីបន្ទប់របស់អ៊ីក្លីបន្ទាប់ពីសេរីណាបានចាក់ចេញទៅអ៊ីក្លីក៏បានមើលផ្លែហើយសាក់លបងប្រើជាមួយនឹងពរជ័យរបស់ទេពធីតាហើយគាត់បានគិតថាទោះបីជាគាត់ត្រូវបានចាស់កំណើតឡើងវិញក៏ដោយក៏ពរជ័យរបស់ទេពធីតាគឺនៅតែមានឥទ្ធិពលដដែលនៅពេលនេះគាត់គឺមានអារម្មណ៍ថាគឺមានកម្លាំងធាតុនៅក្នុងខ្លួនរបស់គាត់ហើយគាត់បានបន្តទៀតថាកម្លាំងធាតុនេះហើយគឺជាអ្នកបង្កបង្កើតនៃពិភពលោកទាំងមូលហើយអ្វីៗគ្រប់យ៉ាងគឺសុទ្ធតែមានធាតុផ្សំនៃកម្លាំងធាតុទាំងអស់ហើយបើសិនជាអាចគ្រប់គ្រងកម្លាំងធាតុបានប្រៀបដូចជាមានកម្លាំងនៃភពផែនដីនិងកម្លាំងនៃអ្វីៗគ្រប់យ៉ាងចឹងមិនយូរប៉ុន្មានគាត់ក៏បានប្រើជាមួយនឹងថាមពលកម្លាំងធាតុធ្វើឲ្យគាត់ហោះចេញពីកន្ត្រករបស់គាត់នៅពេលដែលគាត់កំពុងតែហោះហ្នឹងគឺសេរីណាបានបើកទ្វារមកហើយធ្វើឲ្យអ៊ីក្លីក៏ពិតជាភ័យខ្លាំងមែនតែនខ្លាចម្ដាយរបស់គេឃើញអំពីថាមពលរបស់គេហើយក៏បានធ្លាក់ចូលទៅក្នុងកន្ត្រកដេករបស់គេវិញទៅរឿងនេះគឺធ្វើឲ្យសេរីណាគឺពិតជាបារម្ភទៅកាន់អ៊ីក្លីខ្លាំងមែនតែនខ្លាចអ៊ីក្លីគឺមានបញ្ហាអ្វីប៉ុន្តែអ៊ីក្លីគេគឺធ្វើជាយំដូចជាក្មេងធម្មតាហើយសេរីណាក៏បានលើកអ៊ីក្លីឡើងនិងលួងគេកុំឲ្យយំបន្តទៀតមិនយូរប៉ុន្មានសេរីណាក៏បានបីអ៊ីក្លីគេចេញអំពីសត្វបិសាចវេទមន្តនិងបីរត់ទៅក្នុងខ្លោងទ្វារនៃនគរនិងបានជួបជាមួយនឹងនារីម្នាក់ទៀតដែលមានឈ្មោះថាអ៊ីរីណាហើយអ៊ីរីណាក៏បាននាំសេរីណាទៅផ្ទះរបស់នាងនៅពេលមកដល់បានយើងឃើញជាមួយនឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថារ៉ាហ្វាល់នៅពេលនេះគេមានអាយុ8ឆ្នាំនិងប្អូនស្រីរបស់គេមានឈ្មោះថារ៉ាហ្វីណាមានអាយុ0ឆ្នាំបន្ទាប់មកសេរីណាក៏បានមកឈរនៅមាត់បង្អួចហើយអ៊ីក្លីគេក៏បានសង្កេតឃើញអំពីអ្នកពីរ3ក្បាលដែលកំពុងតែហោះហើរនៅទីនេះអ៊ីក្លីក៏បានសង្កេតឃើញថា
អ្នកទាំងនោះគឺហាក់ដូចមានជាការប្រាប់ព្រួលអំពីត្បូងវេទមន្តរបស់ពួកគេនិងឆ្ងល់ថាតើពួកវាមានកម្រាស់ម៉ាណាខាប់មែនដែរឬទេបើសិនជាដូច្នោះមែនពិភពលោកអាចនឹងឈានទៅដល់ភាពគ្រោះថ្នាក់ដោយសារតែសត្វចម្លែកវេទមន្តទាំងអស់នេះបន្ទាប់ពីណូរ៉ាហ្វៀលគាត់បាននិយាយថាខ្ញុំនឹងការពារអ្នករាល់គ្នាដែលណាខ្ញុំនៅទីនេះនឹងកម្ចាត់សត្វវិសាចវេទមន្តទាំងនោះដោយសារតែខ្ញុំគឺបានដាស់ធម្មពលវេទមន្តរួចបាត់ទៅហើយមិនយូរប៉ុន្មាន Magic Beast មួយដែលជាសត្វនាគបានបើកការវិវហាមករកពួកគេការវិវហាមួយនេះគឺបានធ្វើឲ្យអ៊ីរីណានេះខ្ទាតទៅមួយកន្លែងចំណែកឯរ៉ាហ្វែលវិញគេក៏ពិតជាបារម្ភអំពីម្ដាយរបស់គេខ្លាំងណាស់ហើយរ៉ាហ្វែលគេគឺមិនអាចឈរមើលបាននោះទេគេគឺដកដាវដើម្បីការពារអ្នករាល់គ្នានិងប្រឈមមុខគ្នាជាមួយនឹង Magic Beast មួយនោះដោយគ្រាន់តែការក្រហមរបស់នាគនេះគឺធ្វើឲ្យរ៉ាហ្វែលគឺស្ទើរតែទប់ខ្លួនមិនជាប់Serena នាងក៏បានយកដាវអំពីរ៉ាហ្វៀលនិងប្រកួតក្មេងៗទៅឲ្យរ៉ាហ្វៀលផងដែរនិងបានប្រយុទ្ធជាមួយនឹង Magic Beast ដែលជានាគមួយនោះមិនថានាងខំកាប់យ៉ាងណានោះឡើយក៏មិនបានទទួលផលអ្វីនោះទេអ៊ីកាលីបន្ទាប់ពីឃើញម្ដាយរបស់គេបែបនេះគេគិតថាម្ដាយរបស់គេនឹងគឺជាអ្នកលេងកូនដាវម្នាក់រ៉ាហ្វៀលដែលមិនអាចឈរមើល Serena ប្រយុទ្ធតែម្នាក់ឯងគេក៏បានយកក្មេងៗទៅទុកកន្លែងសុវត្ថិភាពអ៊ីកាលីគេគឺពិតជាដឹងច្បាស់ណាស់ថាម្ដាយរបស់គេជាមួយនឹងរ៉ាហ្វែលមិនអាចយកឈ្នះអ្នកមួយនោះបាននោះទេចំណែករ៉ាហ្វែលវិញគេក៏បានដកដាវនិងឈរកាប់ពីសេរីណាចំណែកអ៊ីក្លីនគេក៏រងចាំមើលផងដែរថារ៉ាហ្វែលនឹងអាចយកឈ្នះអ្នកមួយនោះបានដែរឬទេលៀមនោះរ៉ាហ្វែលក៏បានហាក់ចូលនឹងកាប់ទៅកាន់បិសាចមួយនោះពីដាវតែម្ដងក៏ប៉ុន្តែត្រូវបាន Magic Beast មួយនោះវត្តមួយកន្ទុយត្រូវទាំងសេរីណានិងរ៉ាហ្វែលឲ្យពួកគេខ្ទាតទៅបុកជញ្ជាំងនិងសន្លប់បាត់ស្មារតីទៅណៃឯអ៊ីក្លីវិញបន្ទាប់ពីឃើញថាពួកគេទាំងអស់គ្នាគឺសន្លប់បាត់ទៅហើយគេក៏បានទៅប្រឈមមុខជាមួយនឹង Magic Beast ដែលជាអ្នកមួយនោះលៀមនោះអ៊ីក្លីគេក៏បានប្រើជាមួយនឹងបច្ចេករបស់ទេពធីតានិងបានបញ្ចេញវេទមន្តតាមភ្នែករបស់គេមួយចំហៀងហើយក៏បាញ់ទៅ Magic Beast មួយនោះឲ្យវាខ្ទាតរលាយបាត់ស្រមោលបាត់ទៅហើយមកសកម្មភាពតាមប្រមាណរបស់អ៊ីក្លីត្រូវបានរ៉ាហ្វែលមើលឃើញហើយក៏ធ្វើឲ្យអ៊ីក្លីពិតជាភ័យខ្លាំងមែនតែនភ្លាមនោះរ៉ាហ្វែលគេក៏បានសន្លប់បាត់ទៅខណៈនោះដែរដោយសារតែរាងកាយជាទីរស់របស់គាត់ធ្វើឲ្យអ៊ីក្លីនឹងគេក៏ពិតជាអស់កម្លាំងខ្លាំងណាស់និងដេកសន្លប់បាត់ទៅបន្ទាប់ពីអ៊ីក្លីបានភ្ញាក់ឡើងឃើញថាគ្រួសាររបស់គេគឺមានសុវត្ថិភាពធ្វើឲ្យគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនតែន5ឆ្នាំត្រូវបានកន្លងផុតយ៉ាងលឿនក្នុងមួយប្រព្រឹត្តភ្នែកនៅពេលនេះអ៊ីក្លីគេមានអាយុ5ឆ្នាំរួចបាត់ទៅហើយមើលទៅអ៊ីក្លីពេលនេះគេក៏ពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនតែនបន្ទាប់ពីអ៊ីក្លីគេបានចាក់ចេញអំពីបន្ទប់របស់គេក៏ឃើញថាម្ដាយរបស់គេបាននិយាយអំពីគេថាគេនឹងគឺពិតជាស្អាតឆ្លាតតែទាំងពូកែថែមទៀតភ្លាមនោះអ៊ីក្លីគេក៏បានកលេចទៅឃើញរ៉ាហ្វីណាដែលមានអាយុ5ឆ្នាំដូចគ្នាភ្លាមនោះអ៊ីក្លីក៏បានដើរទៅរកពួកគេហើយអ៊ីរីណាក៏បាននិយាយរាក់ទាក់ទៅកាន់អ៊ីក្លីផងដែរក្រោយមកអ៊ីក្លីក៏បានអរលំទោននិងសុំទោសចំពោះកប្បកិរិយាមិនល្អរបស់គេភ្លាមនោះអ៊ីរីណានឹងក៏បានសរសើរទៅកាន់អ៊ីក្លីថាគេក៏ពិតជាពូកែនិយាយខ្លាំងមែនតើក្រោយមករ៉ាហ្វីណាក៏បានបបួលអ៊ីក្លីទៅលេងតាមចរិតក្មេងៗធម្មតារបស់ពួកគេកើតមកខាងជំរំកងទ័ពឯនេះវិញរ៉ាហ្វីណានាងកំពុងតែលេងក្រវីដែរនៅទីនេះដោយសារតែមិនប្រយ័ត្នទៅធ្វើឲ្យនាងបានចំពុកជើងដួលភ្លាមនោះដែរអ៊ីក្លីគេក៏បានរត់មកមើលរ៉ាហ្វីណាថារ៉ាហ្វីណានឹងគេមានគ្រោះថ្នាក់អ្វីដែរឬទេក្រោយមកប្រគិនទី2នាក់ក៏បានក្រឡេកទៅមើលកន្លែងហ្វឹកហាត់ហើយក៏បានឃើញរ៉ាហ្វីលពេលនេះគេមានអាយុ13ឆ្នាំចំណែករ៉ាហ្វីណាវិញក៏បានលើកទឹកចិត្តទៅកាន់បងប្រុសរបស់គេព្រោះថារ៉ាហ្វីលគេកំពុងតែប្រយុទ្ធជាមួយនឹងបារម្ភម្នាក់ទៀតនៅក្នុងការហ្វឹកហាត់ដោយគ្រាន់តែជាការប្រយុទ្ធសាកល្បងតែប៉ុណ្ណោះនៅក្នុងនោះផងដែរគេឃើញថា
នៅក្នុងជំរំកងទ័ពមួយនេះគឺគ្មានអ្នកណាអាចយកឈ្នះទៅកាន់រ៉ាហ្វៀលបាននោះឡើយហើយឡាក់គេក៏បានប្រកាសអំពីជ័យជំនះរបស់រ៉ាហ្វៀលផងដែរចំណែករ៉ាហ្វៀលណាវិញគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបំប្រុងសម្រាប់ចិត្តរបស់គេនឹងគឺអាចយកឈ្នះបានចំណែកអ៊ីក្លីគេក៏បានគិតថានៅក្នុងចំណោមកងទ័ពទាំងអស់រ៉ាហ្វៀលអាចនឹងមានសមត្ថភាពតាមទាន់នៅពុករបស់គេហើយថ្ងៃណាមួយអ៊ីក្លីគេគឺចង់សាកថ្វីដៃជាមួយនឹងរ៉ាហ្វៀលផងដែរភ្លាមនោះគឺមានបរិមម្នាក់គេក៏បានដើរចូលមកនិយាយរាក់ទាក់ទៅកាន់ឡាក់ហើយបាននិយាយបន្តទៀតថាសូមទោសផងដែលចូលមកមានការអនុញ្ញាតភ្លាមនោះឡាក់គេក៏បានក្រឡេកទៅឃើញនិងនិយាយថាអូលោករ៉េមបាច់ទេតើស្វាគមន៍មកការចូលរួមនៅក្នុងជំរំកងទ័ពរបស់ពួកយើងហើយឡាក់គេក៏បាននិយាយប្រាប់ទៅកាន់អ្នករកគ្នាថាលោក Rambach នឹងគឺជាស្ថាបនិកក្រុមហ៊ុន Rambach Company ដែលជាអ្នកជំនួញដែលមានកេរ្តិ៍ឈ្មោះមួយនៅក្នុងនគររបស់ពួកគេនិងចូលរួមហ្វឹកហាត់ជាមួយនឹងពួកគេទាំងអស់គ្នាភ្លាមនោះអ៊ីក្លីគេក៏ពិតជាឆ្ងល់ខ្លាំងមែនទែនហើយអ្វីបានជាអ្នកជំនួញទាំងនោះមករកកន្លែងពួកគេទៅវិញចំណែកឯរ៉ាហ្វីណាក៏បានបកស្រាយថានៅថ្មីនេះគឺមានការវិភាគអំពីសំណាក់ Magic Bee ឬក៏បិសាចវេទមន្តទៅលើរទេះដឹកចំណេញរបស់អ្នកជំនួញហើយដូច្នេះហើយទើបអ្នកជំនួញទាំងអស់នោះបានមកហ្វឹកហាត់ជាមួយនឹងកងទ័ពដើម្បីឲ្យពួកគេអាចទប់ទល់ជាមួយនឹង Magic Bee ទាំងអស់នោះភ្លាមនោះដែរលោក Rambach ក៏បានបង្ហាញអំពីកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Rollហើយរាល់គេក៏បាននិយាយណែនាំខ្លួននិងរាក់ទាក់ទៅកាន់អ្នកទាំងអស់គ្នានៅក្នុងជំរំដូចគ្នានេះដែរគឺឃើញថារាល់គេក៏មានអាយុប្រហែលទៅនឹងរ៉ាហ្វៀលផងដែរភ្លាមនោះរ៉ាហ្វៀលក៏បានណែនាំខ្លួនរបស់គេផងដែរតែគេក៏មានឈ្មោះថារ៉ាហ្វៀល Belfort និងរីករាយណាស់ដែលបានចូលរួមនៅក្នុងការហ្វឹកហាត់របស់ពួកគេហើយពួកគេទាំងពីរនាក់ក៏បានចាប់ដៃរបានគ្នាបន្ទាប់ពីនោះមកគឺឃើញថាអ្នកដែលនៅក្នុងជំរំទាំងអស់គឺញាក់សាច់ជាមួយនឹងសមត្ថភាពរបស់រ៉លខ្លាំងមែនទែនដោយរ៉លបានវាយរៀបទៅកាន់អ្នកដែលនៅក្នុងជំរំនេះអស់រួចបាត់ទៅហើយឡាក់ក៏បានប្រកាសអំពីជ័យជំនះរបស់រ៉លផងដែរហើយរ៉លគេក៏បាននិយាយមាននេះទៅកាន់កងទ័ពទាំងអស់នៅក្នុងជំរំមួយនេះហើយធ្វើឲ្យពួកគេទាំងអស់គ្នានឹងគឺមិនស្រួលក្នុងចិត្តផងដែរហើយកងទ័ពរួមទាំងអ្នកទាំងអស់គ្នាដែលនៅទីនេះគឺគ្មានអ្នកណាចាប់អារម្មណ៍អំពីភាពមិនប្រក្រតីរបស់រ៉លនោះឡើយគឺមានតែអ៊ីក្លីម្នាក់តែប៉ុណ្ណោះគឺគេបានសង្កេតឃើញថានៅក្នុងការប្រកួតរបស់រ៉លគឺតែងតែប្រើជាមួយនឹងធម្មពលម៉ាណានៅក្នុងការប្រកួតរបស់គេទាំងអស់ហើយប្រើជាមួយនឹងធម្មពលម៉ាណាទៅរុំព័ទ្ធ enemy របស់គេថែមទាំងបង្អាក់ជាមួយនឹងសមត្ថភាពរបស់ enemy របស់គេថែមទៀតដោយប្រើវិធីនេះគឺគ្មានអ្នកណាអាចយកឈ្នះទៅកាន់រ៉លបាននោះឡើយហើយនៅក្នុងការប្រយុទ្ធរបស់រ៉លមួយនេះរ៉លបានក៏វាដែរកងទ័ពម្នាក់ហើយក៏បានហោះមករករ៉ាហ្វីណាភ្លាមនៅរ៉ាហ្វីគេក៏ពិតជាបារម្ភខ្លាំងមែនតើក្នុងនាមជាអ្នកលេងកុនដាវដ៏ឆ្នើមម្នាក់អ៊ីក្លីគឺមិនអាចឲ្យដាវមួយនេះធ្លាក់ទៅមានបញ្ហាលើរ៉ាហ្វីណាបាននោះឡើយភ្លាមនៅរ៉ាហ្វីគេក៏បានអរគុណអ៊ីក្លីផងដែរនៅក្នុងការជួយបងស្រីរបស់គេក្នុងខណៈនោះដែរគឺគ្មាននរណាអាចយកឈ្នះទៅកាន់រ៉លបាននោះឡើយចំណែកឯឡាក់វិញគេក៏អស់តម្រៃផងដែរតែមិនដឹងឲ្យអ្នកណាទៅប្រយុទ្ធជាមួយនឹងរ៉លនោះឡើយភ្លាមនោះដែរគឺរ៉ាហ្វីគេស្ម័គ្រចិត្តនៅក្នុងការប្រយុទ្ធទៅមុខជាមួយនឹងរ៉លចំណែកឯរ៉លវិញគេក៏ពិតជាមានអំណូតខ្លាំងមែនទែនទៅលើសមត្ថភាពរបស់គេភ្លាមនោះដែរអ៊ីក្លីគេក៏បាននិយាយទៅកាន់រ៉ាហ្វីនិងបានប្រមានទៅកាន់រ៉ាហ្វីកុំឲ្យគាត់មើលទៅកាន់រ៉លតាមអ្វីដែលគាត់អាចធ្វើទៅបានហើយនេះមិនបញ្ជាក់ថាមិនមែនរ៉លគាត់គឺមានល្បឿនលឿននោះទេគឺអ្នកទាំងអស់គ្នាគឺមានសកម្មភាពយឺតបន្តិចម្ដងតែប៉ុណ្ណោះហើយរ៉លតែងតែដាក់ខ្លួនគាត់នៅក្នុងការប្រយុទ្ធទល់មុខជាមួយនឹងសត្រូវរបស់គាត់ក្រោយមកនៅក្នុងការបញ្យល់របស់អ៊ីក្លីគេគឺសង្ឃឹមថារ៉ាហ្វីនឹងយល់អំពីការប្រយុទ្ធមករួមផ្សំជាមួយនឹងការប្រើប្រាស់វេទមន្តបន្ទាប់ពីគាត់មួយសំទោររ៉ាហ្វីគេក៏បានទទួលយកជាមួយនឹងដំប
បូមានរបស់អ៊ីក្លីហើយបានចូលទៅប្រយុទ្ធជាមួយនឹងរ៉លបន្ទាប់ពីនោះដែររ៉ាហ្វីណាក៏បានសួរទៅកាន់អ៊ីក្លីថាតើបងប្រុសសំណាប់ចិត្តគេនឹងអាចយកឈ្នះទៅកាន់រ៉លបានដែរឬទេហើយអ៊ីក្លីគេក៏បាននិយាយលើកទឹកចិត្តទៅកាន់រ៉ាហ្វីណាកុំឲ្យគេគិតច្រើនអីនោះឡើយបើក្រឡេកមើលការប្រយុទ្ធវិញឃើញថារ៉លគេក៏ពិតជាជឿជាក់ខ្លាំងមែនតើថាអាចយកឈ្នះទៅកាន់រ៉ាហ្វៀលបានហើយរ៉ាហ្វៀលគេក៏បានសម្រុកចូលទៅនិងចងចាំអំពីការប្រមានរបស់អ៊ីក្លីផងដែរហើយគេមិនបានមើលមុខទៅកាន់រ៉លនោះឡើយហើយក៏បានស្ទុះទៅកាប់ទៅកាន់រ៉លមួយដើរផងដែរលៀមណូរ៉ាហ្វៀលគឺគេអាចតាមទាន់អំពីចលនារបស់រ៉លផងដែរហើយធ្វើឲ្យអ្នករកគ្នានៅទីនោះក៏ពិតជាភ្ញាក់ផ្អើលទៅកាន់សមត្ថភាពរបស់រ៉ាហ្វៀលខ្លាំងមែនតើហើយមិនចាំរូវរ៉ាហ្វៀលគេក៏បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរ៉លដោយវាយរ៉លឲ្យគេថយទៅមួយកន្លែងភ្លាមនោះរ៉ាហ្វៀលគេក៏បានច្រឡំប្រឡេកភ្នែកមើលទៅកាន់រ៉លហើយអ៊ីតាលីក៏ឆ្លៀតប្រមានរ៉ាហ្វៀលពីចម្ងាយផងដែរក៏ប៉ុន្តែវាបានហួសពេលបាត់ទៅហើយរ៉ាហ្វៀលគេក៏បានចេញល្បិចរបស់រ៉លធ្វើឲ្យគេរត់ទៅបុកនឹងជញ្ជាំងមិនត្រឹមតែប៉ុណ្ណោះរ៉លគេក៏បានបញ្ចប់ការប្រកួតមួយនោះត្រឹមតែមួយដៃរបស់គេតែប៉ុណ្ណោះខណៈនោះដែរអ្នកដែលនៅទីនោះទាំងអង្គគឺបានចំហមាត់គ្រប់គ្នាស្ទើរតែមិនជឿថារ៉លអាចយកឈ្នះរ៉ាហ្វៀលបាននោះឡើយរ៉លបន្ទាប់ពីយកឈ្នះទៅកាន់រ៉ាហ្វៀលហើយគេក៏បានសរសើរទៅកាន់រ៉ាហ្វៀលផងដែរថារ៉ាហ្វៀលនឹងគឺជាមនុស្សដែលមានសមត្ថភាពជាងគេនៅក្នុងចំណោមកងទ័ពទាំងអស់ចំណែករ៉ាហ្វីណាគេក៏ពិតជាវាបាចិត្តខ្លាំងមែនតើបន្ទាប់ពីឃើញបងប្រុសរបស់គេបរាជ័យនៅក្នុងការប្រកួតជាមួយនឹងរ៉លបែបនេះអ៊ីក្លីក៏បានលួងលោមទៅកាន់រ៉ាហ្វីណានិងបានកណ្ដាលមួយដើរទៅប្រឈមមុខជាមួយនឹងរ៉លចំណែកឯរ៉ាហ្វៀលវិញអារម្មណ៍របស់គេក៏មិនល្អប្រមាណនោះដែរភ្លាមនោះអ៊ីក្លីគេក៏បានដើរចូលមកដល់និងសុំឆលែងកាប់មួយស្មើជាមួយនឹងរ៉លចំណែកឯរ៉លគេបាននិយាយថាតើគេអាចលើកដៃវាយក្មេងស្រីដោយគួរឲ្យស្រឡាញ់បែបនេះដោយរបៀបណានិងបានឲ្យអ៊ីក្លីទៅរកតុក្កតាទៅលេងជាមួយទៅកុំមកលេងនៅទីនេះឯងបន្ទាប់មកអ៊ីក្លីក៏បានធ្វើមុខធម្មតានិងនិយាយទៅកាន់រ៉លថាតើលោកត្រូវការការពន្យល់បន្តទៀតមែនទេឬមួយក៏លោកខ្លាចវាយចាញ់ក្មេងស្រីដ៏តូចមួយនេះរឿងនេះគឺធ្វើឲ្យរ៉លក៏ពិតជាខឹងខ្លាំងមែនតើនិងបាននិយាយថាបើអញ្ចឹងទៅហើយគឺមិនអីនោះទេហើយនាងកុំយំនៅពេលដែលយើងវាយនាងឲ្យរបួសហេចាំតើឲ្យវាយត្រូវដែរបើយើងក្រឡេកមកមើលឡាក់វិញគេក៏ពិតជាបារម្ភទៅកាន់អ៊ីក្លីខ្លាំងមែនតើហើយអ្វីបានជាគេដាក់សំណើដល់ឈួតឡប់បែបនេះអ៊ីក្លីគេបាននិយាយថាក្នុងនាមជាកូនរបស់លោកឪពុកខ្ញុំគឺដាច់ខាតមិនអោយកិច្ចនុភាពរបស់លោកឪពុកត្រូវបានអន់ថយនោះឡើយក៏ប៉ុន្តែឡាគេនៅតែបារម្ភពីសុខភាពរបស់អ៊ីក្លីប៉ុន្តែត្រូវបានអ៊ីក្លីបដិសេធនិងប្រើប្រាស់ជាមួយនឹងចរិតកំបិចកំមាំរបស់គេដើម្បីកុំឲ្យឪពុករបស់គេបារម្ភនោះឡើយដោយមិនអាចប្រកែកបានឡាគេក៏យកព្រមនៅក្នុងការប្រកួតរវាងអ៊ីក្លីជាមួយនឹងរ៉លផងដែរក្រោយមករ៉លជាមួយនឹងអ៊ីក្លីគេទាំងពីរនាក់ហ្នឹងគេត្រូវបានប្រឈមមុខជាមួយនឹងគ្នានិងមានការស្រែកហៅលើកទឹកចិត្តអំពីមិត្តភ័ក្តិសម្លាញ់របស់គេគឺជារ៉ាហ្វីណាពីក្រៅផងដែរគ្រាន់តែចាប់ផ្ដើមនៃការប្រកួតរ៉លគេក៏បានប្រើជាមួយនឹងធម្មពលម៉ាណារបស់គេទៅបង្អាក់សកម្មភាពរបស់អ៊ីក្លីក៏ប៉ុន្តែត្រូវបានអ៊ីក្លីប្រើបច្ចេករបស់ទេពធីតាបានសារជាមួយនឹងវេទមន្តម៉ាណារបស់រ៉លបាត់ទៅដោយមានពរជ័យអំពីទេពធីតាអ៊ីក្លីក៏ជឿជាក់ថាគេប្រកាសជាអាចយកឈ្នះនៅក្នុងការប្រកួតមួយនេះបានអ៊ីក្លីគេក៏បានត្រៀមចំហប្រយុទ្ធរួចបាត់ទៅហើយបន្ទាប់ពីឃើញបែបនេះធ្វើឲ្យរ៉ាហ្វៀលជាមួយនឹងឡាក៏ពិតជាចាប់ផ្ដើមខ្លាំងមែនតើតែគាត់ស្ទើរតែមិនជឿថាកូនត្រីរបស់គាត់នឹងគឺដឹងអំពីរបៀបនៅក្នុងការកាន់ដាវនិងការប្រយុទ្ធនាពេលនេះផងដែរអ៊ីក្លីគេក៏បានរំលឹកខ្លួនគេអំពីជីវិតចាស់របស់គេដោយគេខិតខំហ្វឹកហាត់យ៉ាងលំបាកដើម្បីទទួលបានសមត្ថភាពនៅក្នុងការប្រើប្រាស់ដាវនិងប្រយុទ្ធជាមួយនឹងសត្រូវហើយអ៊ីក្លីគេគឺទៅតែរក្សានៅក្នុងការមិនមើលទៅកាន់រ៉លនោះឡើយតែវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនតើទោះបីជារ៉លព្យាយាមវាយប្រហារអំពីអ៊ីក្លីពីណាក៏ដោយក៏អ៊ីក្លីតាមទាន់សកម្មភាពរបស់រ៉លបានទាំងអស់លៀមនោះដែររ៉លគេក៏ញាក់សាច់ជាមួយនឹងសមត្ថភាពរបស់អ៊ីក្លីផងដែរចំណែកឯខាងរ៉លនេះវិញគេគឺព្យាយាម
វាយប្រហារទៅកាន់អ៊ីក្លីក៏ប៉ុន្តែត្រូវបានអ៊ីក្លី counter គេជាប់ជានិច្ចចំណែកឯឡាក់វិញគេក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះដោយសារកូនស្រីតែមួយរបស់គេវាពិតជាមានសមត្ថភាពខ្លាំងមែនទែនការប្រកួតមួយនេះគឺមិនបានចំណាយពេលយូរនោះឡើយគឺដោយសារអ៊ីក្លីបានប្រើក្បាច់របស់រ៉លដែលរ៉លយកឈ្នះទៅកាន់រ៉ាហ្វៀលវាយបកទៅកាន់រ៉លវិញធ្វើឲ្យរ៉លបានចាញ់នៅក្នុងការប្រកួតមួយនេះយ៉ាងអាម៉ានបន្ទាប់ពីយកឈ្នះទៅកាន់រ៉លរ៉ាហ្វីណាក៏បានជូនអបអរសាទរទៅកាន់អ៊ីក្លីផងដែរហើយពួកគេទាំងពីរនាក់ហ្នឹងគឺបានអោបគ្នាយ៉ាងសប្បាយរីករាយ